បងមានឆ្ងល់អត់ថាតើទៅលើជំងឺកាមរោគសៀកមាន់នេះវាកើតឡើងតាមណាហើយឆ្លងតាមរយៈអ្វីហើយវាមានរោគសញ្ញាអ្វីខ្លះដើម្បីកត់សម្គាល់ថាយើងកើតមានទៅលើកាមរោគសៀកមាន់ទៅលើប្រភេទកាមរោគសៀកមាន់បច្ចុប្បន្ននេះអត់រើសវ័យទេចាហើយក៏កើតមានទាំងបរិសុទ្ធទាំងស្ត្រីស្មើគ្នាហើយទៅលើពពួកកាមរោគនេះដែរវាឆ្លងតាមរយៈផ្លូវភេទលឿនបំផុតមិនថាអ្នកមានដៃគូម្នាក់ឬក៏មានដៃគូច្រើននាក់ទេបើសិនជាអត់បានការពារដោយការប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវបងអាចឆ្លងទៅលើពពួកកាមរោគនឹងបានចាហើយទៅលើរោគសញ្ញានៃការដុសដុំសាច់វាមានលក្ខណៈសន្តានច្រើនលក្ខណៈជាកញ្ញុំកាកណាកពឹសក្រូចក្លាបក្រូចលក្ខណៈជាគ្រាប់រាយជាតសៃឬឆ្មាតាមបរិវេណនៃទ្វារមាសចាតាមបរិវេណនៃរន្ធគូតអាចកើតមាននៅកន្លែងប្រដាប់ភេទមិនថាកលៈកលឹងពងស្វះឬក៏នៅលើថ្ងាសឬក៏កើតមាននៃរន្ធនៃប្រដាប់ភេទរបស់គាត់ផ្ទាល់ទេសិតតែអាចកើតមានទាំងអស់សំបីតែបងស្ត្រីបងបរិសុទ្ធខ្លះគាត់រួមភេទដល់ការប្រើប្រាស់មាត់ចាក៏អាចកើតមានតាមមាត់តាមកអូមាត់តាមដាតតាមគល់ដាតឬក៏អ្នកខ្លះទៀតអាចមានការដុសដុំសាច់នៅផ្នែកបំពង់កដែរចាអញ្ចឹងតកតងជាមួយនឹងបញ្ហាជំងឺនេះបើសិនជាយើងអត់បានដោះស្រាយព្យាបាលជំងឺនឹងអត់បានទាន់ពេលវេលាទេបងនឹងចាប់ផ្ដើមមានអាការៈធ្វើទុកជាប្រចាំថ្ងៃដូចជាការធ្លាក់សមានការធ្លាក់សមកពីការផ្លាស់ប្ដូរពណ៌លក្ខណៈពណ៌លឿងពណ៌បេតងក្លិនមិនល្អចេញពីបរិវេណទ្វារមាសអាចក្លិនស្អុយក្លិនជូរក្លិនឆ្អាបចាចាប់ផ្ដើមមានការក្តៅកាហាយផ្សាស្ងួតចាធ្វើឲ្យយើងពិបាកក្នុងការរួមភេទពេលណាមានអារម្មណ៍ថាឈឺរួមភេទពេលណាមានអារម្មណ៍ថាមានការដាច់រលាត់សាច់ធ្វើឲ្យយើងមានការហូរឈាមហូរខ្ទេចចេញពីប្រដាប់ភេទតែម្ដងហើយអ្វីដែលសំខាន់ទៅលើបញ្ហាជំងឺនេះបើសិនជាយើងអត់បានព្យាបាលឬក៏ព្យាបាលមកច្រើនហើយចានៅតែអត់ទទួលបានផលនៅតែមានការរេដដដាពីមួយថ្ងៃទៅមួយថ្ងៃបងអាចប្រឈមមុខជាមួយនឹងបញ្ហាធ្ងន់ធ្ងរបានជាពិសេសទៅលើសភាពសាច់របស់ស្ត្រីផ្ទាល់អាចកើតមាននៅផ្នែកជញ្ជាំងទ្វារមាសឬកន្លែងមាត់ស្បូនដែលធ្វើឲ្យស្ត្រីប្រឈមខ្លាំងមែនទែនទៅលើការដាច់រលាត់ហូរឈាមហូរខ្ទុះឡើងជាតបើបង្កទៅជាកោសិកាមហារីកបានហើយទៅលើបញ្ហាបរិសុទ្ធប្រកបដូចគ្នាទៅលើបរិសុទ្ធក៏អាចកើតមានទៅលើមហារីកនិងប្រដាប់ភេទដូចគ្នាបើសិនជាគាត់ຕົកបញ្ហានឹងរយៈពេលយូរធ្វើឲ្យសាច់មានការរីកដុះដាលច្រើននៃប្រដាប់ភេទរបស់គាត់ផ្ទាល់ហើយបើសិនជាបងចាកំពុងតែមានទៅលើរោគសញ្ញាទាំងអស់នេះនៅដំណាក់កាលដំបូងក៏ដោយឬក៏នៅដំណាក់កាលមួយដែលមានការច្រើនក៏ដោយសូមក៏មានការអៀនខ្មាស់ចាបងគួរតែទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីទទួលការព្យាបាលជំងឺនេះឲ្យបានត្រឹមត្រូវឬក៏បងចង់ដឹងព័ត៌មានបន្ថែមចង់បានដំណោះស្រាយបងអាចធ្វើការទំនាក់ទំនងតាមរយៈ Telegram របស់នាងខ្ញុំបាន